អូនគឺជាម្ចាស់សម្លេងដែលបានបែកធ្លាយជេរប្រមាថទៅលើកងទ័ពឌីលទៅលើកងទ័ពហ្នឹងឯងបងស្រីហ្នឹងហើយបងនឹងនិយាយស្លេងខ្ញុំតាបងចុះគាត់តាអីបានជាជំរុញដល់ថ្នាក់ឲ្យបងឯងជេរប្រមាថគាត់ដាក់ទំនាយគាត់ឲ្យគាត់ត្រូវគ្រាប់ផ្លោមរបស់ថៃហើយម៉ែងាយគាត់ដល់ធ្ងន់បែបហ្នឹងបងស្រីបន្តពីបងឯងជេរគាត់ម្ដងហ្នឹងហើយឡើងហ៊ានជេរគាត់ទៀតទេណាអត់តែបងខ្ញុំជេរតែម្ដងហ្នឹងទេបងយ៉ាជេរតែព្រោះអីគាត់ដូចតើឲ្យយើងតាំងអត់ទេសម្រាប់បងអត់ជេរទៀតទេព្រោះខ្ញុំប្រាក់កងតបជុំមកគាត់ដូចតើឲ្យខ្ញុំទឹកបងខ្ញុំចាស់កុំឲ្យតែគេមកប៉ះខ្ញុំខ្ញុំអត់អាចជេរខ្ញុំពីពីងាប់ណាអាគេផ្សេងគេមកជេរខ្ញុំចឹងទៅខ្ញុំខឹងទៅខ្ញុំជេរតែគាត់តែប្រហែលស្លេងទៀតក៏អត់មានតែបងនេះទេដែរបងខ្ញុំប្រឡប់គាត់ចោលពីដំបូងមិនដល់ខ្ញុំទៅជេរគាត់ទេបងវិញហើយខ្ញុំផលចឹងបាទរឿងហេតុផលហ្នឹងល្មិចដែរពីដំបូងចេះដាក់ខាងបងប្រាក់កងធាត់ហ្នឹងគាត់យកម៉ូតូបងថ្លៃខ្ញុំដែរគាត់ទទួលមរណភាពនៅជួរមុខណានៅខាងទិសប្រាវិហារបងបាទតាំងពីខែ12គាត់ក៏ទៅយកម៉ូតូពេលបងថ្លៃខ្ញុំក៏ទទួលមរណភាពហើយបងប្រាក់កងធាត់ហ្នឹងគាត់ទៅយកម៉ូតូឲ្យគាត់ផុសហើយគាត់ក៏យកទៅឲ្យអតីតកូនអតីតប្រពន្ធមុនយកទៅឲ្យកូនហ្នឹងណាជីហ៎កូនប្រពន្ធមុនជីចឹងចាហើយក៏បងខ្ញុំគាត់បងស្រីខ្ញុំហ្នឹងគាត់ក៏ចូលទៅខមមិនបងប្រុសហ្នឹងណាបងប្រាក់កងទ័ពហ្នឹងណាគាត់ក៏ខមមិនថាម៉ូតូខ្ញុំយកទៅណាមិនឲ្យប្រាប់ខ្ញុំអញ្ចឹងណាហើយក៏ខ្ញុំអត់ទាន់ដឹងថារឿងមិនមែនទេដំបងហ្នឹងហើយក៏ខ្ញុំឃើញលោកខមមិនបងខ្ញុំមកហ្នឹងចូលក្នុងសស្រុកខ្ញុំហើយក៏បងឯងឆាទៅជេរគាត់តែម្ដងបើគ្រាន់តែជារឿងដែលមានការភ័ន្តច្រឡំខមមិនអីបន្តិចបន្តួចមិនក៏ឈានទៅដល់ការប្រមាថគាត់ដាក់ទំនាយគាត់ឲ្យត្រូវគាត់ខ្លាំងបោះថៃហើយប្រៀបធៀបvớiគាត់មិនមានទ្រព្យសម្បត្តិស្មើរួមជើងយើងតើរឿងហ្នឹងល្មិចវិញបងស្រីមិនក៏ដល់ថ្នាក់ហ្នឹងវិញពីដំបងចាបងខាងប្រាក់បងកងទ័ពហ្នឹងគាត់អ្នកឆានមកខ្ញុំមុនទេគាត់ឆានខ្ញុំមុនទេព្រោះអីគាត់អត់បានឆានដាក់អត់បានផងកន្លែងគាត់ឆានខ្ញុំទេគាត់ឆានតែស្រីខ្ញុំទេអញ្ចឹងណាហើយគាត់ឆានដំបងចាគាត់ថាថ្ងៃហ្នឹងតាំងពីខែមុនខែស្អីមានបញ្ហាដំបងហ្នឹងណាគាត់ឆានថ្ងៃ6ឯងបងគាត់ក៏ឆានមកថាខ្បងលោកខាខ្ញុំខឹងតែខ្ញុំចេះតែគាត់អញ្ចឹងណាចេះហើយគាត់ចេះមកខ្ញុំវិញគាត់ចេះថានិយាយច្រើនដែរមីងាប់ព្រោះខ្ញុំចេះទៅទៀតខ្ញុំចេះតែប៉ុណ្្នឹងទៅខ្ញុំប្រឡប់គាត់ឆានមិនមានពាក់ព័ន្ធអីទៀតទេអញ្ចឹងដំបងឡើយហ្នឹងគឺគាត់ថាខ្ពើមុខហ่าអញ្ចឹងហើយបានយើងជេរតែគាត់ទៅគាត់ជេរមកយើងវិញយើងក៏ជេរដាក់មករ៉េវហ្វាល់ដូចចម្លែកនៅបែកធ្លាយហ្នឹងទៅចាបងតែប៉ុណ្្នឹងទេអីទៀតទេហើយក៏បានបន្តមកក៏ខ្ញុំចេញមកសុំតោជាសាធារណៈខ្ញុំសង្គមក៏តែដឹងដែរបងខ្ញុំសុំតោតាំងពីពេលមានបញ្ហាដំបងឥឡូវវាចិត្តមួយឆ្នាំហើយអញ្ចឹងខ្ញុំសុំតោវាបញ្ចប់យូរហើយបងហើយខាងបងប្រាក់កងទ័ពហ្នឹងក៏គាត់បានទទួលពាក្យសុំតោពីខ្ញុំដែរក៏វាបញ្ចប់តាំងពីពេលហ្នឹងទៅតែខ្ញុំមិនដឹងថាបែកស្លេងបែកឆ្លីស្លេងហ្នឹងពីប្រភពណាទេព្រោះខ្ញុំមិនដឹងថាអ្នកណាយកឲ្យខាងផេកផ្សេងផុសចឹងណាបងអញ្ចឹងរឿងហ្នឹងយូរណាបងណារឿងហ្នឹងយូរណាស់តាំងពីឆ្នាំទៅហើយក៏បានចាំគ្នាដែរហើយខាងគាត់ហ្នឹងក៏គាត់ទទួលពាក្យសុំតោពីខ្ញុំដែរខ្ញុំក៏អត់ពាក់ព័ន្ធvớiគាត់ក៏អត់ពាក់ព័ន្ធvớiខ្ញុំអីទៀតដែរមានបានចេះចោលគ្នាតិចទេបងអញ្ចឹងពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងគឺជារឿងចាស់ប៉ុន្តែបងត្រូវដឹងណាពេលបច្ចុប្បន្ននេះធម្មតានៅក្នុងបណ្ដាញសង្គមកាលណាបើមានរឿងអីហើយគឺតែងតែកោះលើកឡើងមកហើយទីបច្ចុប្បន្ននេះគឺប្រជាពលរដ្ឋអត់គ្រប់គ្រងទេរាល់ទង្វើអ្នកណាដែលមិនឲ្យតម្លៃទៅលើបងវិរៈកងទ័ពដោយសារតែពួកគាត់គឺជាអ្នកដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារប្រទេសជាតិយើងហើយកាលណាបើយើងប្រមាថគាត់អញ្ចឹងវាហាក់បីដូចជាមិនឲ្យតម្លៃដល់គាត់ហើយក៏មិនបានការដឹងគុណទៅដល់គាត់ណាបងអូនបាទនេះគេដែរមានអីបន្ថែមបងសូមបញ្យល់ណៃទេអូនណាវិរៈកងទ័ពគឺជាវិរៈបរោះជាបេះដូងក្នុងបេះដូងយើងអូនណាយើងរស់នៅសប្តាហ៍ថ្ងៃយើងនៅលើទឹកដីខ្មែរយើងអាចរកស៊ីប្រកបរបរមានជីវិតមានបាយមានអីហូបសប្តាហ៍ថ្ងៃក៏ដោយសារពួកគាត់លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីពួកយើងណាអញ្ចឹងយើងខឹងគាត់យ៉ាងណាក៏ដោយយើងមិនត្រូវជេរគាត់ទេដឹងទេខ្ញុំយល់បងព្រោះអីហ្នឹងខ្ញុំក៏មានបងខ្ញុំគាត់ធ្វើតែហ៊ានដែរគាត់បងមកខាបានខ្ញុំខឹងទៅខ្ញុំមនុស្សខ្ញុំឆ្នះហើយមនុស្សខ្ញុំឆ្នះខ្ញុំគាត់ជេរគាត់អត់ទេឥឡូវជាចុងក្រោយតើបងអូនមានពាក្យពេចន៍អីដើម្បីធ្វើការសុំទោសទៅដល់មហាជនទាំងអស់ដែលគាត់មានការភ័ន្តច្រឡំលើបងអូនហើយពាក្យពេចន៍ដែលបងអូនអាចបានធ្វើការជេរប្រមាថមេងាយទៅលើបងកងទ័ពហ្នឹងតើបងអូនអាចធ្វើការសុំទោសឬមួយក៏និយាយពាក្យណាមួយដើម្បីឲ្យមហាជនត្រជាក់ចិត្តអាសាជាថ្មីម្ដងទៀតទេបងស្រីខ្ញុំក៏សុំទោសទៅមហាជនទាំងអស់ក្រៅស្រុកក្នុងស្រុកនោះកុំឲ្យខឹងខ្ញុំកុំឲ្យចែកខ្ញុំព្រោះរឿងហ្នឹងវាចាស់ហើយវាវីដេអូនេះវាយូរហើយអញ្ចឹងខ្ញុំសុំចិត្តថាកុំឲ្យចែកខ្ញុំទៀតកុំឲ្យយកច្រឡំមកលើខ្ញុំអញ្ចឹងណាបងអញ្ចឹងខ្ញុំសុំចិត្តតែប៉ុណ្្នឹងឯងហើយខ្ញុំក៏ជូនពរបងប្រាក់កងទ័ពគ្រប់ទិសគ្រប់តំបន់ឲ្យគាត់សុខសប្បាយឲ្យគាត់ជួបតែសំណាងល្អបាទហើយខ្ញុំក៏មានបងខធ្វើការខាងនោះដែរអញ្ចឹងទៅខ្ញុំយកបងខ្ញុំអត់ឆាំទេហើយខ្ញុំអត់ចេះទៅទៀតដែរខ្ញុំស្បាត់ឆាប់ចេះហើយពួកអីអរគុណច្រើនណាបងស្រីបាទអរគុណដែលបានធ្វើការមកជួយសាយសម័យបងឯងជួយសាយបងស្រីឲ្យខ្ញុំផងបងបាទហ្នឹងខ្ញុំកំពុងតែកិច្ចសភាជាមួយបងអូនហ្នឹងណាចាបងបាទអរគុណខ្ញុំឆ្លងថាអូវីដេអូចាស់ហើយកុំឲ្យគេគិតថាអូវីដេអូលើអញ្ចឹងណាបងបាទអរគុណច្រើនណាអរគុណបាទចាអរគុណច្រើនបងអូនមានអីទេមានតែរៀបដៃដល់បងបាទជម្រាបលាបាទអរគុណច្រើនបងចាដំបូងនៅពេលដែលអត់ទាន់បានដឹងរឿងគឺមានអារម្មណ៍មួយថាឈួលនៅក្នុងចិត្តបាទពិបាកនៅក្នុងការទទួលយកមែនទែនប៉ុន្តែនៅពេលដែលស្ដាប់ឮគាត់និយាយទៅគាត់ថាពេលហ្នឹងគាត់រឿងទូហើយមានទៅមានមកហើយដោយសារតែដំបូងឡើយបងកងទ័ពគាត់និយាយអីធ្ងន់ទេ
គាត់ថាមុខស្អីនោះ ពើមុខ ពើមុខគាត់តែប៉ុណ្្នឹងហ្នឹងគាត់ក៏ធ្វើការជេរកងទ័ពជេរទៅកងទ័ពក៏ជេរមកវិញគាត់ក៏រះម៉ារីហ្វាល់មកតាមសម្លេងដែលបានបាច់ឃ្លាហ្នឹងទៅ ដូចជាមានពាក្យថានិយាយច្រើនម៉េះមីងាប់អីចឹងទៅ ហ្នឹងហើយ អញ្ចឹងបានគាត់ដាក់មករោទៅកងទ័ពយើងវិញចឹងទៅប៉ុន្តែអ្វីដែលធ្ងន់បំផុតធ្ងន់ណាស់ ងន់ ធ្ងន់នៅរឿងថាដាក់ធានាឲ្យសៀមមិន បាទ នេះវាធ្ងន់ កន្លែងនេះគឺខ្ញុំពិបាកទទួលយកដែរព្រោះធ្ងន់ណាស់កន្លែងពាក្យប្រមាថហ្នឹងអញ្ចឹងសម្រាប់ព័ត៌មាននេះគឺសូមសរុបសេចក្តីឲ្យបងប្អូនយល់ឡើងវិញគឺគ្រាន់តែជារឿងដែលគេហៅថាយល់ច្រឡំបាទរឿងម៉ូតូហើយកន្លងហួសរយៈពេល7 ឆ្នាំហើយមកទល់ពេលនេះហើយគាត់ក៏បានធ្វើការសុំទោសតាំងពីពេលភ្លាមហើយក៏បានបញ្ចប់រឿងដែរអញ្ចឹងសាច់រឿងទាំងប្រមាណដោយបងប្អូនស្ដាប់នៅកិច្ចពិភាក្សាដែលខ្ញុំសម្ភាសតាមទូរស័ព្ទជាមួយនឹងគាត់ជាមួយនឹងក្រុមការងារព័ត៌មានយើងហើយគឺគាត់បានផ្ដល់នៅយ៉ាងក្បោះក្បាយអញ្ចឹងខ្ញុំមិនមានអីច្រើនទៀតទេសង្ឃឹមថាបងប្អូននឹងកាត់យល់ដោយខ្លួនឯងហើយក៏សង្ឃឹមថាបងប្អូនស្រីនឹងប្រឈប់នៅក្នុងការបន្តធ្វើសកម្មភាពនៅក្នុងការជេរទៅលើអ្នកដទៃផ្សេងៗមិនថាតកងទ័ពទេនោះណាក៏ដោយយើងកុំប្រើពាក្យអសរោះបែបហ្នឹងអីវាមិនមែនជារឿងដ៏ល្អទេសម្រាប់ខ្មែរគួរណាស់តែប្រើពាក្យណាដែលសមរម្យដោយមានសុជីវធម៌ហើយមានតម្លៃអញ្ចឹងខ្ញុំបាទមានសារៈមរណបេត្រង់រួមជាមួយនឹងភារាមករាហើយនឹងវិជ្ជការក៏សូមធ្វើការបញ្ចប់តែប៉ុណ្ណេះបាទសូមអរគុណបាទ